idol 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 nhà bong còn là ôm đây chơi cứ thuần khăng mình tên là lớp mình hay bong định muốn nên cứ thử lộ nhà bong lộ nhà thằng đang gặp ra này và chúng ai đó ai đó love you vâng công nhận là cái thay nhông máu chẳng lìa sâu nơi cần lâu ôm tên không tài đất đã cho này chưa chắc về lại vẫn được bóng
lên trong bát tay chặt xa xa băng sợ nắng cứ có vì xuân ai lời trời clear ngay clear sớm nơi xanh ác ái ô tây tam pro lại đột hay trăng yên chung nông clear trong lông hồ bài đất sầu mây ru trăng xa xa lông bay yang nai không riêng ao trẻ xoay rong trong này đồng rèn ao cuốn vừaខ្លួនឲ្យមានកិរិយាមានឈ្មោះថាបងតែគេឃើញសាច់ជាខ្ញុំខ្មៅគេដៀលហើយខ្មៅកងាត់ខាងមាត់មិនទៅចិនទេសម្រាប់គេជាមិនគេដៀលថាអ្នកស្រែសម្រាប់គេមិនហ៊ានស្ដាប់សូមអង្គបចិត្តសម្រាប់គ្នាជាមិនទោះបីខ្លួនកូនជាស្រីបែកកុំភ័យកុំកិនធ្វើការមិនហ៊ានទំនេរធ្វើឲ្យគេអានឹងតស៊ូអិនរឿយពុំមានសង្ឃឹមក្នុងចិត្តរៀនបានបណ្ដឹងជីវិតខ្មៅញ៉ាំប្រដិនរឿងធម្មតាអបចាស្រណោទូក៏វាស្បើអីលើត្រូវគ្រាឆ្ងាយមានសំណើសាយកាត់អាយចោអូត្រីតាមរឡាយដល់ថ្ងៃត្រង់យើងជុំនៅពីជ្រំលំហូបបាននឹងស្រមៃរត់ថ្ងៃមិនភ្លេចស្រណំទូក៏វាស្បើអីលើត្រូវគ្រាឆ្ងាយមានសំណើសាយកាត់អាយចោអូត្រីតាមរឡាយដល់ថ្ងៃត្រង់យើងជុំនៅពីជ្រំលំហូបបាននឹងស្រមៃរត់ថ្ងៃមិនភ្លេចមកនេះដីក្រប្រចង់សិក្សាលំបាយយ៉ាងណាខំរៀនឲ្យចេះស្វែងរកចំណេញដំរែងឲ្យពូធ្វើខ្លួនឲ្យមានកិត្តិយសមានឈ្មោះថាបងដែលគេឃើញសាច់ជាខ្ញុំខ្មៅគេដៀលហើយខ្មៅកងាត់ខាងមាត់មិនទៅចិនទេសម្រាប់គេជាមិនគេរៀបថាអ្នកស្រែសម្រាប់គេមិនហ៊ានស្និទ្ធសូមអង្គវចិត្តសម្រាប់គ្នាជាមិនទោះបីគឺក៏ជាស្រីបែកកុំភ័យកុំកិនធ្វើការមិនឲ្យទំនេរធ្វើឲ្យគេអានឹងតស៊ូអិនរឿងនេះពុំមានសង្ឃឹមក្នុងចិត្តរៀនបានបណ្ដឹងជីវិតខ្មៅញ៉ាំប្រដិនរឿងធម្មតាដួងចិត្តរងទៅគេនោះសង្ឃឹមថានឹងបានជោគជ័យខ្មៅជាកូនអ្នកស្រែអាចប្រែមុខមកថ្មីខ្មៅនេះគេជួបផងគួរប្របីសង្ឃឹមរត់ញ៉ាគេរៀនហើយខ្មៅគេយ៉ាងខាងមាត់មិនចូលចិត្តទេសម្រាប់គេជាមិនគេរៀនថាអ្នកស្រែសម្រាប់គេមិនហ៊ានស្និទ្ធសូមអង្គវចិត្តសម្រាប់គ្នាជាមកទោះបីក៏ជាស្រីមិនកុំភ័យកុំកិនធ្វើការមិនហ៊ានទំនេរធ្វើឲ្យគេអានឹងតស៊ូអិនរឿនពុំមានសង្ឃឹមក្នុងចិត្តរៀនបានបណ្ដឹងជីវិតកុំឲ្យញ៉ាំប្រដិនរឿងថ្មីបើនឹងមានគេឈ្មោះគេទៅយូរគួរប្រជាវត្តពីក្មេងដល់ពេលអញ្ចឹងគឺរំក្រំគ្រប់គ្រួដែរចាសំខាន់ពីក្មេងសម្រាប់យើងវាបែបផ្សេងដល់ពេលយើងធំទៅវាស្អាតបែបខ្ញុំមែនទេបងទីមួយខ្ញុំអត់ស្គាល់មែនអូយធំអរគុណអានេះសៀលុយវិញហ៎បងធ្លាប់ទៅហូបហាងបង Meet and Eat ចូលចិត្តសៀវិញចាចែកខ្លាញ់រឿងផ្កាសៀវិញអរគុណអ្នកថងចាខំមកពីខេត្តហើយឆ្លៀនមកចូលរួមកម្មវិធីប្អូនចាអរគុណសម្រាប់ផ្កានេះចានេះខ្ញុំសូមទុកតាំងលក្ខណៈ 1000 ឆ្នាំតែម្ដងចាសូម team work តិចចាអត់មាន team work មានតែបងប្រុសបង្កើតខ្លួនឯងហ្មងចាមកកម្មវិធីធ្វើការតែម្នាក់ឯងខ្ញុំទៅសារឲ្យ interval ហ្មងកម្មវិធីនេះគឺគាត់អ្នកចាត់ចែងទាំងអស់ហើយគាត់សូមនិយាយថាគាត់អត់ចង់និយាយថាហៅ team ច្រើននេះគាត់សូមធ្វើតែឯងព្រោះគាត់ចង់បានស្នាដៃឥឡូវបងទទួលបានស្នាដៃពីប្អូនទេចាអរគុណបង
ចាអរគុណជួយនឹងខ្ញុំជាបន្តទៀតមានច្រើនបទមែនតើនេះខ្ញុំត្រៀម1000បទជាងជួនទៅកាន់ភ្ញៀវកិត្តិយសទាំងអស់គ្នាជាពិសេសសម្រាប់ Mr. President របស់ខ្ញុំចាឆ្នាំនេះយើងគាត់ទៅសហការអាចឆ្នាំក្រោយខ្ញុំខ្លាចជា BA អញ្ចឹងណាច្រឡំមួយទៀតទេអីគេជប៉ុនណាអារីកាតូម៉ាសៃម៉ាប៉ាសាប៉ាសេម៉ាសាប៉ាសេអូចា ខ្ញុំចង់មកចូលរួមនៅ fan party របស់បងយ៉ាមូលហេតុដែលខ្ញុំចង់មកចូលរួម fan party របស់គាត់គឺដោយសារតែខ្ញុំស្រឡាញ់ចូលចិត្តរបស់គាត់ហើយខ្ញុំស្រឡាញ់នៅកັບកិរិយារបស់គាត់ដែលជារៀនឡាយអធិរបស់គាត់ហ្មងហើយណាមួយគាត់ក៏ជាកម្លាំងបណ្ដាចិត្តរែងបណ្ដាใจឲ្យខ្ញុំចង់ខ្លាយទៅជា MC ម្នាក់ដែរយ៉ាអូខេអរគុណច្រើនបងប៉ុន្តែបង script នេះទៅសេមួយថ្ងៃដែរអត់ចាំ ចូលចិត្ត MC លោកមកខ្លួនឯងតែ fan គេពីប៉ិតឈួតចឹង គេស្រឡាញ់ពិតបាទចេះយើងសួរសំណួរប៉ុន្តែសំណួរដែលសួរមិនគឺគាត់ឆ្លើយសឹងអស់បាត់ហើយអស់ឆ្លើយអស់ហ៎បាទបាក់កដោទៅផ្ទះយេ ចាំមានអីបន្ថែមទៀតហ៎បាទតើឥឡូវបងសួរមួយសួរពាក្យក្រៅបើសិនឆ្លាញ់បងតើបងចូលសិល្បៈតាំងឆ្នាំណាវ៉ាវ2012តែបងប្អូនដឹងផងខ្ញុំឃើញបងឯងដាក់មិន2012 2003ចាអត់បានកដោឲ្យអូនសុំជឿបងទៅតាត់ការតោអត់ទេនិយាយលេងអត់ច្រើនណាអូនឯងកាត់ឆ្នាំណាខ្ញុំកាត់2000អូយតាណាបងប្រុសបងមុខមិនក៏ប៊ូលីហ្វេនចឹងលេងអរគុណសម្រាប់ការចូលរួមស្រុកបដូរយើងនឹងរៀបចំអូនពេលក្រោយណាបាទអរគុណបងអរគុណច្រើនបាទអរគុណបាទឆ្លើយឯងព្រោះពេញហើយឆ្លើយមកគ្រប់ទាំងអស់ហើយបាទសូមអ្នកជាបន្តបាទអ្នកខ្លះហាមជាបន្តបាទចាតែគាត់ជាក់ស្ដែងសម្រាប់ fan គឺយើងដាក់ជូនគាត់អ្នកដែលគាត់យើងហៅដែលអត់ស្គាល់ណាចាគាត់ជា top fan នៅក្នុង page ហ្នឹងចំនួន10នាក់គាត់អាចចេញមកដៃគូ finally ចុងក្រោយចាគឺនៅសល់តែ3នាក់ឯងចាំមិនថា real ពិតហ្មងចា real មែនតើចាបាទជំរាបសួរអាចធ្វើការស្គាល់ឈ្មោះបានទេឈ្មោះអីដែរខ្ញុំបានឈ្មោះតារាបាទតារាស្គាល់កញ្ញាស្ពាក់គាត់ស្មាប្រហែលឆ្នាំហើយខ្ញុំស្គាល់បងកុសមារយៈពេល5ឆ្នាំហើយអូក្នុងកម្មវិធីខ្ញុំតាមដានគាត់ដំបូងនៅក្នុងកម្មវិធីតុកបំភ្លឺអូអារឿងស្រីហ្នឹងមើលណាខ្ញុំចាំហីគេដៀលខ្ញុំចាមូលហេតុបងសុំសួរណាថៃបានស្រឡាញ់បងមូលហេតុដែលខ្ញុំស្រឡាញ់បងទី1ខ្ញុំចូលចិត្តមើលការតាម story របស់បងហើយខ្ញុំឃើញនៅតម្លៃរបស់បងចូលដឹកតម្លៃខ្លួនរបស់បងដែលឲ្យតម្លៃខ្លួនអត់ទេគេដឹងពីចាំតភ្ញៀវមិនដឹងពីចាំ private តើភ្ញៀវពីចាំគាត់ contact ទៅជាមួយមេបងបាទចាបងគិតមកហ្មងនិយាយលេងអត់សំចេញខ្ញុំមើលឃើញបងចូលចិត្តអត្តតម្លៃអ្នកដតីហើយអ្វីដែលពិសេសទី1បំផុតគឺខ្ញុំដែលបានគាត់និយាយអំពីការឆ្លាញ់ម៉ាក់របស់គាត់គឺថាអារម្មណ៍របស់ខ្ញុំខ្លាំងមែនតើព្រោះអីអូចាអ្នកម៉ាក់ព្រោះអីខ្ញុំធ្លាប់មានការឆ្លោះគ្នាជាមួយនឹងម៉ាក់ដែរម្ដងដែរអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមឃើញនៅបងគាត់ស្នាក់គាត់ថាយើងគួរតែចំណាយពេលវេលាបន្តិចបន្តួចជាមួយនឹងម្ដាយរបស់យើងទោះតិចក្ដីច្រើនក្ដីសំខាន់ចេញពីចិត្តរបស់យើងផ្ទាល់ខ្ញុំស្វែងហ្នឹងហ្មង Thank you អូនអរគុណច្រើនមែនតើចានេះគឺ fan ប៉ិតហ្មងពីព្រោះខ្ញុំធ្លាប់និយាយនៅក្នុងថាយើងមានម៉ាក់យំបារ៉ៃឃើញណាតែម៉ាក់យំហ៎ចាតាមពិតយើងមិនមែនតតែមានពេលតនេច្រើនឬក៏មានលុយច្រើនដែលយើងអាចទៅសងគុណម្ដាយទេចាយើងអាចធ្វើឲ្យគាត់សុបាយតែពិតយើងមានតិចតួចយើងមានពេលតនេតិចតួចក៏យើងអាច share ទៅកាន់គាត់ដែរអរគុណសម្រាប់ការស្រឡាញ់ណាអូនអរគុណច្រើនបាទយើងរៀបចំកាដូជូនណាអរគុណអាចធ្វើការស្វែងរកបានបាទនៅសល់មួយរូបចុងក្រោយបាទអូហូយបាទហេតុអីគាត់ស្គាល់ថ្ងៃបាទសូមគោរពជឿផ្ដល់កិត្តិយសនៅលើវេទិកាកិត្តិយសបាទប៉ុនឈួតជាក្រុមអាយ៉ាអូចាមកមួយនេះដូចថងផ្លែហងវិញខ្ញុំសុំសួរមុនកញ្ញាសវៈអសបាហ្មងបាទខ្សែកនៅក្នុងថោប៉ោមានច្រើនហើយក៏ជ្រើសពាក់ដូចគ្នាបាទខ្ញុំឆ្ងល់នេះចេញមកច្បាស់កន្លែង3ឃ្លីបណ្ដោយបាទខ្ញុំខ្យល់ខ្សែកគេលក់មិនខ្សែចិត្តច្រើនហើយអីក៏ជ្រើសពាក់ដូចខ្ញុំមកពីខ្ញុំស្វែងខ្សែកហ្នឹងបងអូខ្ញុំក៏ស្វែងពាក់ដែរបាទក្រុមជើងបាទសួរបងចាជ្រាបសួរចានេះចង់អោបបងហ៎អូយប្រយ័ត្នប៉ាន់ធំបងហ៎ប្រយ័ត្នមុតអត់មានអីឡងទេមុតចា
មូលហេតុអ្វីបានជាស្រឡាញ់ស្រីស្អាតបែបនេះខ្ញុំអញ្ចឹងណាចា ដោយសារតែបងកុសសម្រាប់គាត់ជាមនុស្សដែររស់រាយនៅក្រៅពេលដែលខ្ញុំជួបគាត់ដំបូងនៅ fan party របស់បងទៅប្រព្រឹត្តអូពេលហ្នឹងខ្ញុំឃើញបងឯងហើយខ្ញុំ feel like ចង់ទៅហៅបងឯងទៅខ្ពស់ពេក ពេលនោះបងនៅលើថាសួរមែន អត់ទេយើងនៅលើពី អូលើពីអូពីអូនឯងនិយាយសួរបងនៅលើមិនបងតន់ផុតណាបងនៅនេះដែរ and បងឯងជាមនុស្សដែរចូលចិត្តឈួតមួយក្រុមតែម្ដងបង ឈួតមួយក្រុមមានវិតមានដាក់ដើមមានទីមានលៃមានម៉ាប់មានចរិតមានរាធំមានសីហាមមានបង្វត់អូច្រើនណា សំទោបងអាចជួយបកស្រាយគ្នាមិនឲ្យវាច្បាស់លាស់ជាងនេះបានទេបងគាត់ថាបងជាមនុស្សដែលជួយសប្បាយមកក្រុមតែម្ដងចាមិនស្រោគ្នាតើមាន3សម្ដីមាន4តែប៉ិតសម្រាប់ការបង្ហាញទៅមហាជនចាភាពរូរីហ្នឹងគឺតាមពិតពួកខ្ញុំឆ្លុះគ្នាញឹកណាស់បាទចាទី1គឺមានភាពច្រណែនគ្នាឃើញនេះខ្ញុំស្អាតអត់បានទេចាហើយមួយទៀតខ្ញុំច្រណែនពួកគាត់ពិតភ័ក្រខ្ញុំនៅពេលដែលមានប្រុសចង់ញ៉ាយគឺញ៉ាយមិនតាន់ពួកគាត់ទេគឺនេះខ្ញុំ single ដល់សប្តាហ៍ថ្ងៃចា That's why បើខ្ញុំគឺថាសុខចិត្តគេហៅថានៅព្រៅដល់សប្តាហ៍ថ្ងៃចាមានអីចង់និយាយបន្ថែមទៀតទេ អញ្ចឹងក្រោយខ្ញុំសូមឲ្យបងឯងកាន់តែស្អាតហើយចាប់បានប្តឹងប៉ុណ្ណឹងល្អថែមកាដូ2ទៀតចាយចូលចិត្តចាយឆោអរគុណអូនសម្រាប់ចូលរួមចាអរគុណចាយើងនឹងធ្វើការវេលុយជូនអូនទៅកាន់កងផ្ទាល់ចាចំនួន 15,000 រៀលរៀលទេចាគេឡើងមកនិយាយឡើងស្អត់ទឹកមាត់ហ្នឹងទុកសម្បត្តិពេកគាត់ជី Grab មកអូបាទមិនដែរបន្ទាប់ពីបានបាទនៅសួរទៀតអត់ទៅឲ្យចូលទេអត់ទៅឲ្យចូលទេតែនៅយូរសាបសាបចឹងខ្ញុំឈៀងតសិននេះឈៀងតសិនហ្នឹងឯងថែមទឹកតិចទៀតហីបងឈៀងសិនយប់ហ្នឹងជួប DJ ទៀតណាបងប្អូនអូបងប្អូនជប់តអត់ទៅណាយើងមានជាមួយ DJ ទៀតបាទ DJ សូដាអូមកពីប្រទេសកូរ៉េហ្នឹងអត់ទេដាច់ធំហ្នឹងមកពីថ្មពួកអូធីមយើងសូដាបាទអរគុណច្រើនមកយាយស្រៀងនៅអ្នកទាំងអស់គ្នាចាឥឡូវខ្ញុំសុំរ៉េតវ៉ាញសុំឈៀមួយដែរបានអត់ខ្ញុំសុំរ៉េតវ៉ាញមួយសុំឈៀជាមួយនឹងភ្ញៀវកិត្តិយសទាំងអស់ចាណាបន្តគាត់ជាមិត្តភក្តិម្នាក់ដែលជួយខ្ញុំច្រើនជាងគេខ្ញុំនិយាយចឹងនៅក្នុងសិល្បៈនេះមិត្តភក្តិម្នាក់នេះគឺចង់ឲ្យមិត្តភក្តិអស់គ្នាល្បីចង់ឲ្យល្អចង់ឲ្យមានបានហើយកែប្រែជាមួយកំហុសហើយខ្ញុំជឿថាអ្វីដែលលុយតែបានគឺជាការរាប់អានស្មោះត្រង់លុយយើងទិញបានតែការសម្ដែងទេតែយើងអាចទិញបានមិត្តភាពពិតប្រាកដអញ្ចឹងអរគុណមែនតើសម្រាប់មិត្តភក្តិហើយខ្ញុំមានសម្រាប់តែប៉ុណ្្នឹងខ្ញុំមានអារម្មណ៍ថាថ្ងៃនេះគឺខ្ញុំមានសំណាងបើទោះជាខ្ញុំអត់មានគូសកលដ៏ល្អប៉ុន្តែខ្ញុំទទួលបាននៅគ្រួសារដែលកក់ក្ដៅជាពិសេសខ្ញុំទទួលបានមិត្តភក្តិដែលស្រឡាញ់ខ្ញុំអូនប្អូនបងមិត្តភក្តិទាំងអស់ដែលស្រឡាញ់ចេញពីចិត្តខ្ញុំជឿថាពេលខ្ញុំអ្នកខ្លះគឺគាត់មើលគាត់ចំណែនខ្ញុំហើយខ្ញុំសំណាងហ្នឹងហើយគឺគាត់ចំណែនត្រូវហើយព្រោះខ្ញុំសំណាងហើយខ្ញុំមិនដឹងស្មានតែគាត់និពន្ធបទចម្រៀងហ្នឹងថ្ងៃឡើងមកច្រៀងជុំគ្នាអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំរំភើបខ្លាំងណាស់ហើយខ្ញុំសុំទោសផងដែលកម្មវិធីសប្បាយទៅជាទឹកភ្នែកប៉ុន្តែខ្ញុំមិនស្មានតែគាត់រៀបចំបែបអញ្ចឹងឯងខ្ញុំអរគុណអ្នកទាំងអស់គ្នាមានទីអរគុណសម្រាប់មិត្តភាពមួយនេះអរគុណមិត្តភាពខ្លាំងៗខ្ញុំពិតជាស្ងាត់សរសើរទៅដល់បងសុភ័ក្រកុសុមៈខ្លាំងមែនតើខ្ញុំឃើញមិត្តភាពគាត់ការចែករំលែកក្តីស្រឡាញ់របស់គាត់ទៅកាន់មិត្តភ័ក្តិរបស់គាត់គឺពិតជាគាត់សរសើរហាក់អត់មានអីដែលប្រៀបបានព្រោះខ្ញុំជាមនុស្សម្នាក់ដែលអត់ជោគជ័យនៅក្នុងមិត្តភាពទេគឺ
មួយមិត្តភក្តិហ្មងដល់ពេលខ្ញុំឃើញពួកគាត់ស្រឡាញ់គ្នាចឹងខ្ញុំរំពើជំនុំគាត់ខ្លាំងមែនដែរ ហើយមួយទៀតសូមនិយាយមួយទៀតមនុស្សម្នាក់ដែលខ្ញុំគិតថាក្នុងចំណោមទាំងអស់គ្នាហ្នឹងខ្ញុំដោះសុំដក